បងប្អូននេះគឺជាกระดาษប្រាក់របស់ប្រទេសអ៊ីរ៉ង់ណាពុកម៉ែបងប្អូនដែលមានរូបតំណាងរបស់អាយ៉ាតូឡាស់រ៉ូហូឡាស់កូមីណេបាទហើយតម្លៃធំជាងគេអីនេះគឺជាមួយសន្លឹកដែលធំជាងគេបំផុតនៅអ៊ីរ៉ង់បើសិនជាដូរជាលុយដុល្លារគឺឥឡូវគឺថោកមែនតើបងប្អូនដោយសារតាំងពីសង្គ្រាមមកប្រហែលថ្ងៃនេះលុយរបស់អ៊ីរ៉ង់គឺធ្លាក់ចុះយ៉ាងខ្លាំងហើយអាធំជាងគេនេះគឺតម្លៃ1សែនរៀលលុយរៀលគេដាក់សរសេរជាលុយរៀលដូចខ្មែរដែរប៉ុន្តែវាខុសគ្នាមួយរៀលរបស់អ៊ីរ៉ង់មួយទៀតរៀលរបស់ខ្មែរហើយមួយសែនរៀលឬក៏100000រៀលហ្នឹងដូរជាលុយដុល្លារបានតែ0.076ដុល្លារទេនិយាយទៅអត់ស្មើនឹង1ដុល្លារហ្នឹងអាលុយធំជាងគេរបស់វាឥឡូវហ្នឹងរបស់វារបស់ប្រទេសអ៊ីរ៉ង់ឥឡូវហ្នឹងគឺបានតែ0.076ដុល្លារទេអញ្ចឹងអាធំជាងគេគឺថា100000រៀលហ្នឹងគឺអត់បាន1ដុល្លារទេហើយបើដូរលុយខ្មែរ100000រៀលរបស់អ៊ីរ៉ង់បានខ្ទង់ប្រហែលជា1000រៀលលុយខ្មែរនេះដែលមានរូបរបស់រ៉ូហូឡាក់កូមីណេនេះរូបគាត់ណាដែលกระดาษមួយសន្លឹកជាងមើលពីមុខហើយនេះគឺមើលពីក្រោយគឺមានរូបកន្លែងវិមានបាទវិមានរបស់បើសិនជានេះគេហៅថាទីកន្លែងរបស់នាយករដ្ឋមន្ត្រីប្រធានាធិបតីគេស្នាក់នៅកន្លែងហ្នឹងណាគឺกระดาษ100000រៀលនេះពីក្រោយដែលយើងមើលពីក្រោយហើយយើងមើលមួយសន្លឹកទៀតគឺกระดาษ50000បាទ50000មានរូបគាត់ដដែលបងប្អូនមានរូបគាត់ដដែលប៉ុន្តែគឺគេអត់ចោលនេះអក្សរស្អីនេះអក្សរដូចជាអក្សររបស់អ៊ីរ៉ង់នេះនៅជាភៀងនេះគេសរសេរជាសរសេរប៊ីកក្រហមអញ្ចឹងមានរូបគាត់នៅពីមុខហើយអានេះរូបពីក្រោយនេះគឺអត់មានរូបគាត់ទេហើយគេដាក់សរសេរដាក់អក្សរធំធំគឺម៉ានលោកពុកម៉ែបងប្អូន50000រៀលនេះ50000រៀល50000រៀល50000បើយើងដូរជាលុយខ្មែរបានប្រហែលខ្ញុំដូរជាលុយដុល្លារហើយយើងបបែកមើលណានេះបាន0.038ដុល្លារវាអត់ស្មើនឹង1ដុល្លារទេដូរលុយខ្មែរដូរលុយដុល្លារបានខ្ទង់ទៀបមែនតើណាលុយអ៊ីរ៉ង់ឥឡូវនេះស្មើនឹងกระดาษហើយស្មើនឹងกระดาษដែលវាអត់មានតម្លៃសោះតែម្ដងហើយមួយនេះទៀតគឺกระดาษ20000រៀល20000រៀលគឺនៅរក្សារូបគាត់ដដែលទេរ៉ូហូឡាកូមីណេនេះវាខុសពណ៌ហើយខុសអក្សរហើយនៅផ្ទៃពីមុខដូរទីតាំងដែរគេដាក់ Central Bank of the Islamic Republic of Iran នេះហើយ20000រៀលបាទរូបពីក្រោយណាហើយកระดาษមួយសន្លឹកទៀតនេះគឺกระดาษប្រាក់ចំនួន10000រៀល10000រៀលលុយខ្មែរយើងក៏មាន10000រៀលដែរប៉ុន្តែ10000រៀលរបស់អ៊ីរ៉ង់បើសិនជាយើងដូរទៅជាលុយខ្មែរចាំតិចខ្ញុំបបែកឲ្យយើងបបែកទៅជាលុយខ្មែរណាtrongនឹង10000រៀលរបស់លុយខ្មែរហើយដូររបស់លុយអ៊ីរ៉ង់ដូរជាលុយខ្មែរបានប៉ុន្មានដែរហើយបើលុយនឹងថោកដូចกระดาษហើយហ្នឹងហើយយើងដូរជាលុយខ្មែរកាន់តែថោកទៀតអញ្ចឹងមិនថាអតិពលនៃសង្គ្រាមណាពុកម៉ែបងប្អូនធ្វើឲ្យកระดาษប្រាក់ធ្លាក់ចុះបច្ចុប្បន្ននេះនៅអ៊ីរ៉ង់មានតម្លៃគឺមានតែមាសទេពុកម៉ែបងប្អូនមាសនៅមានតម្លៃពីព្រោះមាសទីផ្សារលើពិភពលោកបើសិនជាអ៊ីរ៉ង់កាន់មាសឥឡូវនេះអាចយកទៅដូរអីផ្សេងបានប៉ុន្តែបើនៅកាន់លុយរបស់គាត់រាល់ថ្ងៃទៀតគឺស្មើនឹងក្រដាស់ហើយអូខេខ្ញុំដូរបបែកមួយសិននេះពុកម៉ែបងប្អូននេះខ្ញុំដាក់ថា10000រៀលដូរបានតែ30រៀលទេពុកម៉ែបងប្អូន30រៀលលុយខ្មែរអត់បានទាំង100ហ្នឹងនេះกระดาษ10000រៀលរបស់អ៊ីរ៉ង់ណាហើយយើងមើលกระดาษទូជាងនឹងទៀតគឺរបស់គាត់ហ្នឹងគឺមានកระดาษ5000រៀលនេះ5000រៀលមានរូបរ៉ូហូឡាស់កូមីណេដដែលទេដែលជាស្ថាបនិករបស់គាត់ហ្នឹងហើយពីក្រោយគឺមានរូបអ៊ីស្លាមរូបភូគូលផែនដីហើយគេដាក់កន្លែងនេះរៀលហើយ5000រៀលបាទ5000រៀលកាន់តែទៀបទៀតអីបើតម្លៃរបស់យើងវា5000លុយខ្មែរបើ5000លុយអ៊ីរ៉ង់ដូរបានតែ15.25រៀលទេពុកម៉ែបងប្អូនអត់បានទាំង100ទេយកមកទិញអីក៏អត់បានដែរនៅស្រុកខ្មែរ500រៀលនេះ1000រៀលនេះក៏ទិញអត់បានដែរ10000រៀលនេះក៏ទិញអត់បានដែរហើយយើងមើលกระดาษតូចជាងគេពុកម៉ែបងប្អូនមាន200រៀលនៅតែរសាររូបគាត់ដដែលទេហើយនឹងกระดาษតូចជាងគេបំផុតគឺមានកระดาษ200រៀលហើយនឹង100រៀលអូខេនេះនិយាយទៅกระดาษប្រាក់របស់អ៊ីរ៉ង់គឺភាគច្រើនគឺដូចខ្មែរទាំងអស់តែម្ដងដែលមាន100រៀល100រៀលនេះគឺដូររូបអីមិនមែនជារូបរបស់ហាមីណេទេគឺរូបហាសានហូដារេសបាទกระดาษ100រៀលនេះណាអានេះ200រៀល
អានេះ200រៀលដែរប៉ុន្តែពីក្រោយអានេះ500អានេះ500ពីមុខនេះមានរូបគាត់ប៉ុន្តែមានរូបមនុស្សច្រើនណាអញ្ចឹងអានេះ1000អានេះ2000ហើយរូបធំនេះគឺ5000ហើយរូបមួយនេះគឺ10000នេះ10000រៀល10000រៀលមានរូបភ្នំពីក្រោយហើយពីមុខគឺរូបគាត់បាទហើយនឹងមានរូប20000នេះ20000រៀលលុយខ្មែរអញ្ចឹងក៏បានច្រើនដែរបើសិនតែចាយតែ20000របស់គាត់ជាមួយខ្ញុំដូរប្របែកឲ្យ20000របស់លុយអ៊ីរ៉ង់បានតែ66រៀលហ្នឹងអត់បាន100រៀលរបស់យើងទេអញ្ចឹង20000របស់អ៊ីរ៉ង់យកមកទិញអីនៅខ្មែរអត់ស្មើនឹង100ផង100ស្រុកខ្មែរលក់អីក៏អត់បានដែរឥឡូវខ្ញុំដាក់តម្លៃលុយធំជាងគេរបស់អ៊ីរ៉ង់100,000กระดาษ100,000របស់គាត់ណានេះ100,000ដូរបាន300រៀលដែរអញ្ចឹង300រៀលនៅស្រុកខ្មែរទិញបានអីគេខ្លះពុកម៉ែបងប្អូនខ្ញុំគិតថាអត់អាចទិញបានអីទេ300ហ្នឹងអញ្ចឹងតតែ100,000នឹង100សន្លឹក100សន្លឹកអាចបានច្រើនអាច10100សន្លឹកយើងថែម03មកវាបានខ្ទង់30000ដែរ30000រៀលដែរអញ្ចឹងយើងអាចយកទៅទិញអីបានហើយបើលុយនេះប្រវាយទៅស្មើប៉ុន្មាន0306អូ10លានអូខេ10លានរៀលរបស់អ៊ីរ៉ង់ដូរបាន30000រៀលរបស់ខ្មែរអញ្ចឹងយើងអាចយកទិញអីបានដែរទិញបាយទិញអីញ៉ាំបានដែរអូខេអញ្ចឹងលុយអ៊ីរ៉ង់មានតែប៉ុណ្្នឹងទេអរគុណច្រើនពុកម៉ែបងប្អូន